បាទគ្រប់ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយទៀតហើយដើម្បីធ្វើការចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Excel បាទអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំសូមធ្វើការលើកប្រធានបទខ្លីមួយពាក់ព័ន្ធជាមួយនឹងរបៀបដាក់លេខ0នៅពីមុខលេខទូរស័ព្ទបាទថាតើគេដាក់លេខ0នៅពីមុខលេខទូរស័ព្ទហ្នឹងដោយរបៀបណាបាទអញ្ចឹងបងប្អូនដែលគាត់ប្រើប្រាស់ Excel គាត់ដឹងហើយនៅពេលដែលយើងចង់វាលេខ0នៅពីខាងមុខលេខគឺវាតែងតែបាត់លេខ0វាបង្ហាញតែលេខ1លេខ2លេខ3អីអញ្ចឹងទៅអញ្ចឹងដើម្បីធ្វើការដាក់លេខ0បានវាអាចមានវិធីសាស្ត្រច្រើនប៉ុន្តែនៅក្នុងថ្ងៃនេះខ្ញុំសូមធ្វើការលើកជា trick ខ្លីមួយដើម្បីបង្ហាញជូនបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការដាក់លេខ0នៅខាងពីមុខលេខទូរស័ព្ទនោះបាទអញ្ចឹងកុំឲ្យខាត់ពេលយូរទៅទស្សនាពីរបៀបធ្វើទាំងអស់គ្នាបាទអញ្ចឹងដូចតែអ្នកទាំងអស់គ្នាបានឃើញហើយខ្ញុំមានជាប្រភេទទិន្នន័យគំរូមួយខ្ញុំមានជាប្រភេទលេខទូរស័ព្ទគំរូដែលដូចបង្ហាញនៅក្នុងExcel របស់ខ្ញុំអញ្ចឹងកន្លែង column នេះជា result ដែលខ្ញុំចង់បង្ហាញនៅលទ្ធផលនៅពេលដែលខ្ញុំវាលេខ0ឲ្យវាភ្ជាប់ជាមួយនឹងលេខខាងមុខនេះអញ្ចឹងថាតើគេភ្ជាប់វាដោយរបៀបណាបាទអញ្ចឹង trick ខ្លីរបស់ខ្ញុំចង់បង្ហាញអ្នកនរគ្នាអញ្ចឹងជាដំបូងអ្នកត្រូវធ្វើការវាពាក្យថាស្មើមកអញ្ចឹងមកដល់ចំណុចនេះអ្នកត្រូវវាយពាក្យលេខ0មួយមកដើម្បីដោយសារយើងចង់ភ្ជាប់លេខ0នៅពីខាងមុខលេខទូរស័ព្ទរបស់យើងអញ្ចឹងនៅក្នុងចំណុចនេះមានន័យថាដើម្បីអាចធ្វើការភ្ជាប់លេខ0ជាមួយនឹងលេខទូរស័ព្ទបានអ្នកត្រូវធ្វើការប្រើសញ្ញាមួយគឺសញ្ញានឹងដើម្បីអាចធ្វើការភ្ជាប់លេខទាំងពីរនេះបានអញ្ចឹងនៅក្នុង keyboard យើងអ្នកត្រូវចុច Shift ហើយលេខ7វានឹងចេញតាក់ទងជាមួយនឹងសញ្ញានឹងហើយនេះបាទនេះគឺជាសញ្ញានឹងដែលធ្វើការភ្ជាប់ពីលេខ0ទៅលេខខាងមុខរបស់យើងអញ្ចឹងខ្ញុំធ្វើការចុចភ្ជាប់ជាមួយនឹងសេរបស់ខ្ញុំគឺ B5 អញ្ចឹងខ្ញុំចុចធ្វើការចុច Enter អញ្ចឹងអ្នកនរគ្នាប្រកាសជាឃើញហើយមានន័យថាយើងអាចដាក់លេខ0នៅពីខាងមុខលេខទូរស័ព្ទរបស់យើងបានហើយអញ្ចឹងអ្នកត្រូវធ្វើការអស់វាមកបាទអញ្ចឹងអ្នកនរគ្នាឃើញហើយអានេះពីរបៀបក្នុងការaddលេខ0នៅពីខាងមុខលេខទូរស័ព្ទរបស់យើងបាទអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្ណឹងទេហើយក៏សូមអរគុណអ្នកទាំងគ្នាដែលបានធ្វើការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ